Trong bát chúng mập phải há nhóm rồi nó phun bông bớt không từ muối sọc bọn nó khai bát đầm bòn nhóm ăn châu rúa mà cảm thấy tôi sẽ đặt cây sặc xá dù biết cả sẽ câu đồ xì hạt cắt vai xì ទទួលបានបបពិសោធន៍ឬក៏ចំណេះដឹងអីខ្លះពីដំណើរទស្សនកិច្ចយុវកសិអេកូឡូស៊ីហ្នឹងបង យើងទៅខ្ញុំទទួលបានបទពិសោធន៍ច្រើនទី1យើងកម្មថយការប្រើប្រាស់ជាតិគីមីមកប្រើជីធម្មជាតិទី2ហ្នឹងយើងត្រូវរៀបចំដីដែលធ្វើពីធម្មជាតិដែលយើងមានជុំវិញខ្លួនយើងដូចជាអាចគោឬក៏អីចឹងយើងយកមកប្រើប្រាស់ក្នុងដីហ្នឹងដើម្បីកាត់បន្ថយការប្រើប្រាស់ជាតិគីមីនៅក្នុងដីដើម្បីឲ្យដីហ្នឹងមានជីជាតិឡើងវិញមុនមកខ្ញុំអត់ដែរដឹងទេលោកអត់ដែរដឹងទេ ប៉ុន្តែដល់ពេលខ្ញុំបានដឹងទៅទស្សនកិច្ចចឹងខ្ញុំដឹងចឹងខ្ញុំយកមកអនុវត្តប្រើប្រាស់ដើម្បីឲ្យដីនឹងមានជីជាតិឡើងវិញកាត់បន្ថយការប្រើប្រាស់ជីគីមីដើម្បីឲ្យដីនឹងមានជីជាតិមានចលែនមកនៅវិញចឹងអញ្ចឹងពីមុនមកបងប្រើប្រាស់សារធាតុគីមីបាទប្រើប្រាស់សារធាតុគីមីប្រើច្រើននេះប្រើច្រើនចាប់អារម្មណ៍ទី1ការដាំដុះការថែទាំយើងកាត់បន្ថយតាមគីមីហើយដំណាំយើងក៏វាល្អដោយសារតែយើងចាប់ផ្ដើមប្រើសារធាតុធម្មជាតិដើម្បីឲ្យដីមានជីជាតិមកហើយពេលដែលយើងហូបទៅយើងអត់ប្រសពប៉ះពាល់ដល់សុខភាពយើងទេបាទច្រើនចែកទៅច្រើនទី1ការថែទាំទី2ការដាំដុះការថែទាំនឹងចែកទៅខុសៗគ្នាខ្ញុំខុសពីគេគេខុសពីខ្ញុំទៅសិក្សាពីគេបានពីគេមកខ្ញុំយកមកអនុវត្តខ្ញុំតែមកផ្សេងមកយើងសួរគ្នាថាត្រូវដាំចែកខែនេះដាំអីខែនោះដាំអីចឹងសំខាន់ដាំកុំឲ្យជន់គ្នាកន្លែងហ្នឹងគឺល្អបណ្ដោយការស្គាល់គ្នាកាន់តែច្រើនគឺកាន់តែល្អបើសិនជាមានទស្សនកិច្ចបែបហ្នឹងទៀតគឺខ្ញុំចង់ចូលរួមព្រោះខ្ញុំចង់បានវាបណ្ដុះបណ្ដាលថ្មីបច្ចេកទេសថ្មីមកអនុវត្តនៅចការខ្ញុំផ្ទាល់បណ្ដុះចង់ដឹងថាពេលដែលកហាំងនេះហៅទៅហ្នឹងបានជួបជុំគ្នាច្រើនសួរពីដំណាំទៅវិញទៅមកអញ្ចឹងយើងពិភាក្សាគ្នាថាត្រូវដាំអីដាំខាងនោះដាំអីខាងនេះដាំអីហើយចង់បានពីសំខាន់គឺបច្ចេកទេសចង់ដាំមានថាចេះដាំយូរហើយប៉ុន្តែចុងក្រោយបច្ចេកទេសខាងនោះល្អខាងនេះក៏ល្អអញ្ចឹងយើងបូកចូលគ្នាទៅយើងដាំបានច្រើនការថែទាំយើងបានល្អបាទ